ចំណែកឯវគ្គនេះសូមបន្តទស្សនាព័ត៌មានសេដ្ឋកិច្ចការធ្វើប្រតិបត្តិការលើសេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន Forte បានកើនឡើង 20% 5 ខែដើមឆ្នាំ 2016 នេះបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុន Forte ឲ្យដឹងថាគិតត្រឹមរយៈពេល 5 ខែដើមឆ្នាំ 2016 នេះក្រុមហ៊ុនខ្លួនទទួលបានការធ្វើប្រតិបត្តិការលើសេវាធានារ៉ាប់រងកើនឡើងជាង 20% ដោយ Forte មានចំណាយទីផ្សារកើនឡើងរហូតទៅដល់ 46% ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងចំនួន 7 ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាលោកយុចម្រើនរិទ្ធីអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានថ្លែងបែបនេះក្នុងឱកាសអបអរខួបគម្រប់ 3 ឆ្នាំនៃសេវាធានារ៉ាប់រងសុខភាព MediPlus នៅសន្តាគារលើរុយកាលពីយប់ថ្ងៃទី 17 ខែមិថុនាលោកបន្តថាស្របពេលនៃការកើនឡើងនៃចំនួនធ្វើប្រតិបត្តិការរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងវិស័យធានារ៉ាប់រងនេះលោកមើលឃើញថា Forte បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រងផ្នែកសុខាភិបាលជាមួយនឹងការជឿជាក់ទុកចិត្តពីប្រជាពលរដ្ឋកម្ពុជាក៏ដូចជាជនជាតិបរទេសផងនោះទៅលើសេវាធានារ៉ាប់រងសុខាភិបាលរបស់ Forte ក្រុមហ៊ុនធានារ៉ាប់រងមួយនេះបច្ចុប្បន្នកំពុងសហប្រតិបត្តិការជាមួយនឹងមន្ទីរពេទ្យជាដៃគូជាង 1 លានកន្លែងនៅជុំវិញពិភពលោកដើម្បីឆ្លើយតបទៅនឹងការកើនឡើងរបស់អតិថិជនខ្លួនផងដែរកាលពីពេលថ្មីៗកន្លងទៅមន្ត្រីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកមីវ៉ាន់បានលើកឡើងនៅក្នុងសិក្ខាសាលាស្ដីពីម៉ាកធានសេវាធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតថាក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះវិស័យធានារ៉ាប់រងមានការរីកចម្រើនគួរឲ្យកត់សម្គាល់និងប្រកបដោយចីរភាពស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ 2011-2020 របស់រាជរដ្ឋាភិបាលបុព្វលាភធានារ៉ាប់រងទូទៅក្នុងរយៈពេល 5 ឆ្នាំចុងក្រោយមានកំណើនជាមធ្យម 20% ក្នុងមួយឆ្នាំដែលបុព្វលាភដុល្លារក្នុងឆ្នាំ 2015 បានកើនឡើងដល់ចំនួនជាង $60 លានអាមេរិកគួរបញ្ជាក់ថាបើផ្អែកតាមរបាយការណ៍ពីសមាគមធានារ៉ាប់រងនៅកម្ពុជាបានបង្ហាញថាប្រាក់ចំណូលបានពីការធានារ៉ាប់រងលើអចលនទ្រព្យបានកើនឡើង 44% ខណៈដែលការធានារ៉ាប់រងលើសុខភាពកើនឡើង 38% ដោយឡែកក្រុមហ៊ុន Triped Isuzu ក្រុងពង្រីកទីផ្សារធំនៅកម្ពុជាក្នុងការលក់